ប្រពន្ធខ្ញុំក៏អួតផងអីផងមកហូបខប្រហុកមកមុខនេះខ្ញុំចូលចិត្តណាស់តែគាត់ចាញ់ក្លិនប្រហុកគាត់អត់ចេះទេរឿងប្រហុកហើយត្រីអីហ្នឹងឆ្អាបហ្នឹងគាត់អត់ចេះទេប្តីខ្ញុំហើយប្តីខ្ញុំចូលចិត្តអូយចូលចិត្តអាខប្រហុកញ៉ាំជាមួយលក់ស្រស់នេះអូយហើយបើបានញ៉ាំជាមួយបាយក្តៅទៀតក៏ចូលចិត្តមែនតើបាយអស់ពី3ចានតែឯងហ្មងម៉ាក់ទៅហូបអីអុយហាអូនអុយអុយខប្រហុកហ្នឹងប៉ាចូលចិត្តណាអាគេមួយគេណូអូណូមុខម្ហូបខប្រហុកនេះយើងអាចប្រើប្រាស់ត្រីពោក៏បានត្រីម្ដែងក៏បានតាមចំណង់ចំណូលចិត្តហើយបានញ៉ាំមួយបន្លែស្រស់គ្រប់មុខទៀតមករត់តែហ្មងហើយគ្រឿងផ្សំគោលដែលមិនអាចខ្វះបានគឺត្រាប់ពុតញងនេះហើយចំពោះស្លឹកគ្រៃស្លឹកក្រូចដេងនេះគឺយើងហាន់ចិត្តសបអស់ហើយយើងហាន់ជាចំណិតតូចដើម្បីយើងងាយស្រួលក្នុងការលីងជាមួយនឹងគ្រឿងរបស់យើងឲ្យវាកាន់តែឈ្ងុយឆ្ងាញ់ខ្លាំងទៀតហើយគល់គ្រៃនេះយើងដំតិចមកដំឲ្យវាបែកដើម្បីយើងលីងទៅវាឆាប់ចូលជាតិរបស់យើងហើយតកតងជាមួយប្រពន្ធខ្ញុំរត់ទៅមើលកូនហើយឥឡូវចូលដល់វគ្គរៀបចំបន្លែគោឆ្មាយើងចាំបាច់ចូលទឹកនេះដើម្បីអីគឺដើម្បីណារឿងកយោងជែកនេះមួយយើងអត់ទិញពីផ្សារស្រាប់ទេយើងយកមកហាន់ខ្លួនឯងប៉ុន្តែក៏លឺដើម្បីឲ្យតយោងជែកវានៅសស្អាតតោះតែយើងចាំបាច់ទឹកដាក់គោឆ្មាឬក៏អ្នកខ្លះគេប្រើសូដាឬក៏អីចឹងណាប៉ុន្តែយើងប្រើគោឆ្មាចឹងមកយើងហាន់បែបហ្នឹងប្រើកាបិតមុខពីរក៏បានដែរម៉ែបងប្អូនងាយទេគាត់ថាតយោងជែកនេះគឺយើងយកមកលាងបែបនេះបានវាសស្អាតមិនមែនប្រើគីមីទេណាចឹងប្រយ័ត្នតែទិញស្រាប់រៀបចំបន្លែរួចយើងមកកិនខ្ទឹមកិនម្ទេសដើម្បីដាក់ធ្វើជាគ្រឿងផ្សំគោលរបស់យើងហើយខប្រហុកហ្នឹងស្រែកទៀតហើយខ្ញុំណាសូទេណែយើងកិនម្ទេសកិនខ្ទឹមអីហើយពុកម៉ែបងប្អូនយកមករៀបចំនេះគ្រឿងផ្សំមានដូចជាស្ករត្នោតអំពិលទុំប្រហុកសាច់ម្សៅស៊ុបក៏ដូចជាប៊ីចេងអញ្ចឹងយើងត្រីគឺយើងយកមកលាងសម្អាតច្របាច់គោឆ្មាព្រោះប្រភេទពពួកត្រីពោនេះវាឆ្អាបខ្លាំងបន្តិចអញ្ចឹងហើយទៅដោះលាងឲ្យមែនតែនហើយប្រភេទសាច់ជ្រូក3ជាន់យើងរើសឲ្យប្រភេទសាច់ជ្រូកអញ្ចឹងយកមកអូចំហៀវបានខ្លាញ់ល្អណាស់ហើយសម្រាប់ត្រីយើងយកមកយើងកាត់វាកង់អត់មានអីពិបាកទេយើងកាត់មួយកង់ឲ្យស្អាតចឹងមកដោយពុកម៉ែបងប្អូនឃើញអញ្ចឹងសម្រាប់ប្រភេទត្រីពោត្រីដែងត្រីអីត្រីរ៉ស់អីគឺពុកម៉ែបងប្អូនអាចជ្រើសរើសទៅតាមប្រភេទតាមការចូលចិត្តចឹងណាតាមស្រុកតាមតំបន់ហើយបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ខ្ទះដាក់អីចាក់សាច់ជ្រូក3ជាន់យើងលីងវាចេញខ្លាញ់មកដើម្បីយកខ្លាញ់ជ្រូកហ្នឹងយកមកឆាធ្វើសឡមួយមុខហ្នឹងតែម្ដងឲ្យយើងលីងគល់ស្លឹកគ្រៃដេងជាមួយស្លឹកក្រូចឲ្យវាក្អូបឈ្ងុយហើយយើងចាក់ម្ទេសខ្ទឹមយើងចូលមកគោមលីងឲ្យឡើងពណ៌ក្រហមបន្តិចមកចាំយើងចាក់ប្រហុកសាច់នេះពុកម៉ែបងប្អូនប្រើប្រហុកក្លិនជាងហ្នឹងក៏បានដែរក៏កាន់តែឆ្ងាញ់ប៉ុន្តែដោយសារតែគ្រួសារខ្ញុំក៏អត់សូវចេះចូលចិត្តអត់និយាយទៅក៏អត់ចូលចិត្តក៏អត់ញ៉ាំហ្មងមុខម្ហូបហ្នឹងគឺគាត់ធ្វើឲ្យតែសម្រាប់ខ្ញុំញ៉ាំទេហើយដាក់ស្ករក្រហមស្ករត្នោតយើងចូលមកកូរឲ្យឡើងកម្លោចប៉ុណ្្នឹងបន្តិចពុកម៉ែបងប្អូនដាក់ម្សៅស៊ុបប៊ីចេងចូលហើយកូរមកប្រាវទៀតដើម្បីឲ្យចូលជាតិល្អហើយចំណុចហ្នឹងកន្លែងហ្នឹងពុកម៉ែបងប្អូនអាចភ្លក់មើលតាមការចូលចិត្តបានចំណុចហ្នឹងណាបន្ទាប់មកចាំយើងបង់ត្រីចូលចំណុចនេះអ្នកទាំងអស់នេះអាចបង់ត្រីឬក៏លីងត្រប់ពុតញងពេលហ្នឹងមុនដាក់ត្រីក៏បានដែរដើម្បីឲ្យឡើងឈ្ងុយត្រប់ពុតញងបន្ថែមហើយត្រប់ពុតញងនេះអ្នកទាំងអស់គ្នាអាចដាក់ក៏បានមិនដាក់ក៏បានតាមការចូលចិត្តប៉ុន្តែខ្ញុំគឺrecommend ខ្លាំងជាពិសេសអាម្ទេសនេះអាម្ទេសហ្នឹងហឹលខ្លាំងហឹលក្តៅហ្មងប៉ុន្តែបើយើងយកវាមកស្លដាក់បែបហ្នឹងគឺវាឃើញពណ៌សម្បុរស្អាតហើយកុំភ្លេចបន្ថែមទឹកអំពិលទុំណាប្រយ័ត្នភ្លេចទឹកអំពិលទុំហ្នឹងគឺភ្លេចអត់បានទេដើម្បីឲ្យខប្រហុករបស់យើងគឺវារបៀបប្រៃដែរប៉ុន្តែប្រៃមានជ្រះជាតិជូរនៅក្នុងនឹងតិចគឺឡើងក្លិនឈ្ងុយឆ្ងាញ់មែនតើហើយបន្ទាប់មកយើងយកមកដាក់ដួសញ៉ាំជាមួយបន្លែយើងមកឈុតចឹងមកនេះញ៉ាំជុំគ្រួសារឆ្ងាញ់ណាស់អាហ្នឹងវាស្តៀងខម៉ាំបន្តិចចឹងពុកម៉ែបងប្អូនខប្រហុកនេះតែក្បួនអ្នកធ្វើខប្រហុកទៅតាមស្រុកតំបន់គឺខុសគ្នាបន្តិចតែពីខ្ញុំតាមក្បួនវិធីនេះគឺត្រូវណាស់ជាមួយបាយក្តៅកុំភ្លេចណាដាក់ញ៉ាំបាយក្តៅដាក់មកគឺដឹងទៅអស់ហើយមួយឆ្នាំងហ្នឹងថ្ងៃស្អែកចង់ធ្វើវីដេអូអីទៀតជួយខមមិនខាងក្រោមអរគុណជម្រាបលាបាយ